ថ្ងៃទី6 ខែមីនាលោក Guna Anderson ប្រធានអង្គការសង្គ្រោះកុមារ NorWest និងជាអគ្គកុងស៊ុលនៃប្រទេស NorWest ប្រចាំកម្ពុជាបានអញ្ជើញពិនិត្យការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាត្រពាំងប្រាសាទស្ថិតក្នុងឃុំត្រពាំងប្រាសាទខេត្តឧត្តរមានជ័យលោកជាតិជុំអភិបាលស្រុកត្រពាំងប្រាសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Save the Children NorWest ដែលបានជួយសាងសង់អគារសិក្សាមួយខ្នងមាន5បន្ទប់និងបំពាក់សម្ភារៈបរិក្ខារសិក្សាសម្រាប់បម្រើដល់សេចក្តីសេកឃ្លាតការសិក្សារៀនសូត្ររបស់កូនចៅប្រជារាស្ត្រចំនួន727នាក់លោក Guna Anderson បានប្រគល់សិភៅមុំនិងម៉ាប់ដែលជាសមិទ្ធផលរបស់អង្គការ Save the Children NorWest ជូនសិស្សានុសិស្សយើងផងដែរថ្ងៃទី7 ខែមីនាលោក Guna Anderson ប្រធានអង្គការសង្គ្រោះកុមារ NorWest និងជាអគ្គកុងស៊ុលនៃប្រទេស NorWest ប្រចាំកម្ពុជាបានអញ្ជើញពិនិត្យការសិក្សារៀនសូត្ររបស់កុមារាកុមារីនៃសាលាបឋមសិក្សាអន្លង់វែងស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យសូមបញ្ជាក់ថាសាលាបឋមសិក្សាអន្លង់វែងជាអតីតសាលាតាមុកដែលបានសាងសង់នាឆ្នាំ1992មានអគារសិក្សាមួយខ្នងចែកជា9បន្ទប់មានសិស្សានុសិស្សចំនួន866នាក់ក្រោមការបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តចំនួន17នាក់ដែលពុំទាន់ទទួលបានប្រាក់បៀវត្សនៅឡើយលោកហេងខែនប្រធានការិយាល័យអប់រំស្រុកអន្លង់វែងបានឲ្យដឹងថាកន្លងមកអង្គការសង្គ្រោះកុមារ NorWest បានឧបត្ថម្ភលើផ្នែកខ្វះខាតរបស់សាលាដូចជាជួយបណ្ដុះបណ្ដាលគ្រូតុសិស្សទ្វារបង្អួចធ្វើឲ្យសាលាបានដំណើរការល្អប្រសើរលោក Guna Anderson បានចែកសិភៅមុំនិងម៉ាប់ដែលជាសមិទ្ធផលរបស់អង្គការសង្គ្រោះកុមារ NorWest ជូនសិស្សានុសិស្សយើងផងដែរថ្ងៃទី7 ខែមីនាលោក Guna Anderson ប្រធានអង្គការសង្គ្រោះកុមារ NorWest និងជាអគ្គកុងស៊ុលនៃប្រទេស NorWest ប្រចាំកម្ពុជាបានអញ្ជើញពិភាក្សាការងារជាមួយអាជ្ញាធរដែនដីនិងមន្ត្រីរាជការស្រុកអន្លង់វែងខេត្តឧត្តរមានជ័យលោកយឹមសានអភិបាលស្រុកអន្លង់វែងបានគូបញ្ជាក់ពីការរីកចម្រើនលើវិស័យអប់រំកម្រិតបឋមសិក្សាដែលបច្ចុប្បន្នមានអគារសិក្សា4ខ្នង24បន្ទប់មានសិស្សានុសិស្សជាង2000នាក់និងអគារសិក្សាចំនួន5ខ្នងស្មើនឹង30បន្ទប់កំពុងដំណើរការសាងសង់លោកអភិបាលស្រុកបានបញ្ជាក់ទៀតថាបច្ចុប្បន្នកុមារពេញវ័យដែលពុំបានចូលរៀនមានជិត7000នាក់មូលហេតុដោយខ្វះអគារសិក្សាលោក Guna Anderson បានកោតសរសើរចំពោះអាជ្ញាធរដែនដីនិងមន្ត្រីទទួលបន្ទុកផ្នែកអប់រំដែលបានយកចិត្តទុកដាក់ធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនដោយសពថ្ងៃលោកប្រធានអង្គការសង្គ្រោះកុមារ NorWest ក៏បានអះអាងពីការបន្តកិច្ចសហការឲ្យបានជិតស្និទ្ធថែមទៀតជាមួយសប្បុរសជននានារាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរដែនដីដើម្បីធ្វើឲ្យកុមារជិត7000នាក់ក្នុងស្រុកអន្លង់វែងទទួលបាននូវការអប់រំរៀនសូត្រដោយកុមារឯទៀតថ្មីនេះលោក Guna Anderson ប្រធានអង្គការកុមារ NorWest និងជាអគ្គកុងស៊ុលនៃប្រទេស NorWest ប្រចាំកម្ពុជាបានអញ្ជើញស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនិងស្ថានភាពអប់រំសិក្សារបស់កុមារនៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យលោកជាតិជុំអភិបាលស្រុកត្រពាំងប្រាសាទបានគូបញ្ជាក់ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងការជួយឧបត្ថម្ភគាំទ្រពីអង្គការជាតិអន្តរជាតិក្នុងរយៈពេល2ឆ្នាំមកនេះស្រុកត្រពាំងប្រាសាទមានការប្រែប្រួលពីភាពរស់នៅដោយគ្មានក្តីសង្ឃឹមទៅអនាគតមកជាភាពរស់នៅដោយសុវត្ថិភាពនិងការអភិវឌ្ឍលោកអភិបាលស្រុកក៏បានថ្លែងអំណរគុណចំពោះអង្គការសង្គ្រោះកុមារ NorWest ដែលបានជួយកសាងអគារសិក្សាថ្មីមួយខ្នងមាន5បន្ទប់នៅសាលាបឋមសិក្សាត្រពាំងប្រាសាទនិងជួយបណ្ដុះបណ្ដាលគ្រូស្ម័គ្រចិត្តចំនួន6នាក់ឲ្យមានវិជ្ជាជីវៈសមស្របលោក Guna Anderson បានកោតសរសើរចំពោះអាជ្ញាធរដែនដីដែលបានសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋទូទាំងស្រុកក្នុងកិច្ចអភិវឌ្ឍទឹកដីរបស់ខ្លួនឲ្យមានការរីកចម្រើនដូចសពថ្ងៃលោកប្រធានអង្គការសង្គ្រោះកុមារ NorWest ក៏បានអះអាងពីការបន្តជួយឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាពរបស់អង្គការសម្ដៅរួមគ្នាធ្វើឲ្យកុមារពេញវ័យសិក្សាបានចូលរៀនគ្រប់គ្នា